បាទសួស្តីក៏ដូចជាជម្រាបសួរដល់អ្នកទាំងអស់គ្នាជាពិសេសបងប្អូនដែលធ្វើការងាររដ្ឋបាលចំពោះកុំព្យូទ័រដែលស៊េរីចាស់ឬក៏ស៊េរីកញ្ចាស់ដូចរបស់ខ្ញុំគឺសូមតាមដានទាំងអស់គ្នាថាតើធ្វើម៉េចដើម្បីឲ្យកុំព្យូទ័ររបស់យើងគឺដើរលឿនអញ្ចឹងដើម្បីបើកចូលកម្មវិធីទៅគឺ smooth អញ្ចឹងមកតាមខ្ញុំទាំងអស់គ្នាទីមួយគឺយើងចុចចូល Windows ហើយយើងចូល setting តើចូល setting គឺយើងចូល setting ហើយយើងវាយពាក្យថា PERF មានន័យថា performance ណាអញ្ចឹងនេះយើងយកពាក្យថា adjust the appearance and performance of window នេះយកពាក្យនេះមកហើយយើងយកចុចកន្លែង adjust for the best performance យើងយកទៅពាក្យថា smooth scroll and list box តើមកយើងចុច apply ហើយអូខេប៉ុណ្ណឹងគឺរួចស្រេចហើយអញ្ចឹងកុំព្យូទ័រយើងគឺនិយាយរួមគឺចូលកម្មវិធីអីមួយគឺលឿនជាងមុនដើរផ្លែតអញ្ចឹងបាច់យើងងុយចាំទេតែមុនវាលោតយឺតចឹងណាតែឥឡូវនេះគឺវាអាចដំណើរការបាន smooth ល្អបាទអរគុណជួបគ្នានៅវីដេអូក្រោយ